Không biết na ở sừng khấm tha năng ban cái ấyក្នុងរដ្ឋសភាឬក៏ព្រឹទ្ធសភាក៏សម្រាប់ថាมันអាចទៅតវ៉ាអីបានទេក្រោយពីឆ្នាំ2017លោកហ៊ុនសែនចាប់កម្មសុខាខំវាសនាសង្ឃឹមថាទីធ្លានយោបាយអាចផ្ដល់ឱកាសឲ្យ LDP បានត្រូវលោកហ៊ុនសែនចែកកៅអីឲ្យកាន់តែលោកហ៊ុនសែនគាត់ប្រើប្រាស់ខំវាសនាហើយលោកហ៊ុនសែនអត់ចែកកៅអីឲ្យខំវាសនាកាន់ទេចុងក្រោយលោកហ៊ុនសែនក៏សម្រេចឲ្យ LDP សាបសូន្យខំវាសនាអស់សង្ឃឹមថានឹងបានកៅអីក្នុងរដ្ឋសភាឬក៏ព្រឹទ្ធសភាក៏សម្រេចថាมันអាចទៅតវ៉ាអីបានទេព្រោះបំរើលោកហ៊ុនសែនជាយូរយាមណាស់មកហើយណាលោកហ៊ុនសែនក៏ឲ្យសញ្ញាទៅខំវាសនាដឹងថាអញឲ្យឯងធ្វើនយោបាយឯងក៏និយាយមានការប៉ះពាល់ដល់អញខ្លះដែរដូច្នេះអញប្រើឯងតែអញក៏ចាប់កំហុសឯងដែរបើអញមិនចែកកៅអីឲ្យឯងគ្មានសិទ្ធិខឹងនឹងអញទេអាស្នាអើយឯងត្រូវដឹងថាឯងប្រៀបបាននឹងកណ្ដុរនៅក្នុងដៃអញឬក៏មន់នៅក្នុងទ្រុងបើអញចង់ស្ងោអញចង់អាំងសំណាងហើយដែលអញឲ្យឯងធ្វើនយោបាយ LDP ហ្នឹងនោះLDP ហ្នឹងគឺជាការធ្វើនយោបាយរបស់កម្មវាសនាគេហៅថា LDP ណាអូខេ LDP ណាអាហ្នឹង LDP កម្មវាសនាវាទៅដល់ហើយទៅកម្មវាសនាវាអស់សង្ឃឹមវាមិនដឹងធ្វើម៉េចក៏វាត្រាស់ដឹងបដ ாய் ទៅត្រាស់ដឹងនេះមកពីអីមកពីវាអត់មានអីតវ៉ានឹងលោកហ៊ុនសែននេះលោកហ៊ុនសែនថាអញប្រើឯងមែនហើយជួយអញមែនបើអញចាប់កំហុសឯងបានទាំងអស់អញចង់ដាក់គុកឯងតើក៏បានដែរអញ្ចឹងសំណាងហើយអញអត់អូសយកដីឯងអញឲ្យឯងមានដីមានធ្លីហើយឯងក៏គ្មានគ្រួសារធំអញ្ចឹងឯងធ្វើព្រំទៅកម្មវាសនាក៏លាចាក់វងកត់បរិយស្រីហ៊ុនសែនទៅធ្វើជាព្រំទឹកព្រំដីនៅប្រទេសស្រីទៅអត់មានអីនិយាយទេប៉ុណ្្នឹងឯងអូខេ